អ្នកទាំងអស់គ្នាគិតថាឋាននរកមានប៉តអត់ឲ្យទៅដល់ពេលយប់គឺប្រជាពលរដ្ឋទីនោះតែងតែលើសម្លេងប្រែតយំការធ្វើទារុណកម្មនៅឋាននរកអ្នកទាំងអស់គ្នាហើយសម្លេងទាំងអស់នឹងដៃគឺចេញពីក្នុងរូងដែលរុស្ស៊ីគាត់បានខួងឡើងទៅដល់សម្បកផែនដីរូងដែលជ្រៅជាងគេនៅលើពិភពលោកយើងយោងតាមគេហទំព័រព័ត៌មាន Unilever គេទៅតែបានចុះផ្សាយព័ត៌មានថ្មីៗនេះថាឥឡូវហ្នឹងរុនជ្រៅបំផុតដែរនៅក្នុងពិភពលោកយើងហ្នឹងគឺត្រូវបានបិទចោលហើយប៉ុន្តែគេអត់ទាន់ដឹងច្បាស់ថាមូលហេតុអ្វីដែលគេត្រូវបិទរុនហ្នឹងហើយចំពោះរុននេះដែរគឺស្ថិតនៅក្នុងឧបទ្វីបកូឡានៃប្រទេសរុស្ស៊ីហើយវាមានជម្រៅចុះទៅដល់ក្រោមដីគឺជា12គីឡូម៉ែត្រហើយជម្រៅរបស់វាហ្នឹងគឺ12200គីឡូម៉ែត្រឯណោះខណៈពេលដែលមិនទាន់ដឹងមូលហេតុនៃការបិទគម្របផ្ចិតនៃរុននេះប្រជាជននៅទីនោះគឺគាត់បាននិយាយរៀបរាប់ពីការអ្វីដែលគាត់ស្ដាប់ឮឬមួយក៏អ្វីដែលគាត់ឃើញដែលចេញពីក្នុងរុនហ្នឹងណាគឺនិយាយមកគឺភឺក្បាលខ្ញាក់ហ្មងគួរឲ្យភឺស្បល់ហ្មងអ្នកទាំងអស់គ្នាហើយតែដល់ពេលយប់ឡើងគឺពួកគាត់គេញ៉ាំដៃលក់អីដែលសារតើវាមានសម្លេងរំខានចេញពីរុនហ្នឹងគឺសម្លេងរំខានមួយហ្នឹងគឺដូចមនុស្សស្រែកយំរបៀបថាគេធ្វើទរណកម្មគេធ្វើទរណកម្មទៅថាអ្នកទាំងអស់គ្នាធ្លាប់មើលវីដេអូគេធ្វើទរណកម្មអ្នកដែលមានបាបឬមួយក៏គេធ្វើទរណកម្មប្រែតអីសម្លេងស្រែកយំគឺដូចគ្នាអញ្ចឹងចេញពីរុនហ្នឹងមកហើយគឺមកយប់គឺពួកគាត់គឺគេងអត់ដែរលក់ទេគឺមានសម្លេងរំខានចេញពីរុនហ្នឹងមករហូតហើយបានប្រជាពលរដ្ឋនៅទីនោះគឺគាត់បានសន្និដ្ឋានឬមួយក៏គាត់បានគិតថារុនហ្នឹងគឺប្រហែលជីកដល់ក្បាលប្រែតឬមួយក៏ជីកទៅដល់ឋាននរកអីមើលទៅបានវាមានសម្លេងទាំងអស់ហ្នឹងលេចចេញពីក្នុងរុនទោះបីវិជាសាខំប្រឹងបញ្យល់ពួកគាត់ថាទោះបីរុននេះវាមានជម្រៅជ្រៅដល់12ម៉ែត្រក៏ដោយប៉ុន្តែរូងហ្នឹងគេទំខួងបាន1/3នៃសម្បកផែនដីតែប៉ុណ្ណោះគេប្រឹងខួងកាន់តែជ្រៅកម្ដៅគឺវាកាន់តែកើនឡើងអញ្ចឹងជាក់ស្ដែងកម្ដៅដែលនៅក្រោមរូងហ្នឹងគឺមានរហូតដល់180អង្សាសេទៅហើយអញ្ចឹងហើយបើសិនជាគេនៅតែបន្តខួងចូលទៅក្រោមកាន់តែខ្លាំងទៀតបញ្ហាគឺវាកាន់តែកើនឡើងច្រើនហើយក៏មានសំណួរជាច្រើនបានសួរមកថាការខួងជ្រៅបែបហ្នឹងតើគេរុករករ៉ែឬមួយក៏គេរុករកប្រេងចំពោះសំណួរទាំងអស់ហ្នឹងដែរអ្នកវិទ្យាសាស្ត្រគឺគាត់បានព្យាយាមប្រាប់ទៅដល់ពួកគាត់ថាតាមពិតខួងហ្នឹងគឺអត់បានព្យាយាមរុករករ៉ែឬមួយក៏រុករកប្រេងអីទេប៉ុន្តែវាគឺជាការប្រកួតប្រជែងរវាងប្រទេសនីមួយៗចឹងចំពោះអ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរតើអ្នកទាំងអស់គ្នាគិតថាឋាននរកមានប៉ិតមែនអត់អាចបញ្ចេញមតិនៅខាងក្រោម comment នេះបានខ្ញុំនឹងចាំតាមដានមើលរាល់ការ comment អ្នកទាំងអស់គ្នាខ្ញុំចង់ដឹងថាតើមតិភាគច្រើនគាត់និយាយថាមានឬមួយក៏អត់ចឹងណាព្រោះសិតតែអ្នកអត់ច្បាស់រឿងហ្នឹងដូចគ្នា